អស់រយៈពេលជាង10ឆ្នាំហើយប៉ុន្តែការបាត់ខ្លួនដល់ចម្លែករបស់សិស្សនិស្សិតជនជាតិដាច់ពីររូបនៅតែជាអាកំបាំងដដែលអត់មានបលិណាដឹងទេអ្នកនរព្រោះការបាត់ខ្លួននឹងវាចម្លែកខ្លាំងពេកក្នុងកំឡុងឆ្នាំ2014 Lee Sen-froon ជាមួយនឹង Chris Kramer ពួកគាត់មានអាយុត្រឹមតែ20និង21ឆ្នាំតែប៉ុណ្ណោះអ្នកនរពីរអ្នកគាត់គឺជាមិត្តល្អខ្លាំងមែនទែនអ្នកនរពួកគាត់បានសម្រេចចិត្តទៅកាន់ប្រទេសប៉ាណាម៉ាដោយសារតែពួកគាត់ចង់សិក្សាស្វែងយល់ទាក់ទងជាមួយនឹងប្រទេសនឹងបន្ថែមហើយក៏ចង់ខ្លាចជាជនស្ម័គ្រចិត្តដើម្បីចូលរួមជួយកុមារនៅប្រទេសនឹងផងដែរតែគួរឲ្យកុសលដែលនៅថ្ងៃទី1ខែមេសាឆ្នាំ2014 Chris Kramer ជាមួយនឹង Lee Sen-froon បានបាត់ខ្លួននៅពេលដែលពួកគាត់កំពុងតែដើរនៅក្នុងព្រៃយ៉ាងក្រាស់នៅក្នុងប្រទេសប៉ាណាម៉ាហ្នឹងវាគ្រាន់តែជាការនិយាយតគ្នាណាអ្នកនរក៏ប៉ុន្តែគេបាននិយាយថាមុនពេលដែលគាត់ចូលទៅក្នុងព្រៃហ្នឹងគឺពួកគាត់បានញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងបុរសជនជាតិដាច់ចំនួន2រូបអ្នកនរហើយនៅពេលដែលគាត់ធ្វើដំណើរថ្មើរជើងចូលទៅក្នុងព្រៃហ្នឹងទៀតសោតគាត់ក៏បាននាំយកឆ្កែក្បាលទៅជាមួយគាត់ផងដែរតែនៅពេលល្ងាចឡើងពួកគាត់ក៏បានបាត់ខ្លួនតែម្ដងតែឆ្កែហ្នឹងគឺដើរចេញពីព្រៃហ្នឹងធម្មតាក្នុងទូរស័ព្ទរបស់គាត់រូបនេះគឺជារូបចុងក្រោយអ្នកនររូបចុងក្រោយនៅពេលដែលគាត់ថតពេលមានពន្លឺថ្ងៃហើយរូបនោះដែរគឺជារូបរបស់ Chris Kramer អស់រយៈពេលជាង2ខែដល់គ្នាតាំងពីខែមេសារហូតដល់ខែមិថុនាទើបមានស្ត្រីម្នាក់បានរកឃើញកតាបរបស់ Lee Sen-froon ជាមួយនឹង Chris Kramer អ្នកទាំងអស់គ្នាសំខាន់នៅកន្លែងហ្នឹងដែលជាទន្លេកូលីប្រាហ្នឹងគេបានរកឃើញសាកសពរបស់មនុស្សដែលត្រូវបានបែងចែកជាចំណែកអ្នកនរតិចទីគ្មានសល់មកអ្នកនរហើយប៉ូលីសក៏បានយកសាកសពហ្នឹងទៅពិនិត្យ DNA result របស់វាគឺសាកសពហ្នឹងពិតជាសាកសពរបស់ Lee Sen-froon ជាមួយនឹង Chris Kramer មែនតែអីដែលគួរឲ្យចម្លែកហ្នឹងគឺឆ្អឹងរបស់អ្នកទាំងពីរហាក់បីដូចជាត្រូវបានគេធ្វើអ្វីមួយយ៉ាងអ្នកនរព្រោះដោយសារតែភាសាអង់គ្លេសឆ្អឹងហ្នឹងគេប្រើពាក្យ bleach អ្នកនរដើម្បីពណ៌នាពីវាដែលមានន័យថាឆ្អឹងហ្នឹងគឺសស្អាតខ្លាំងមែនតើហើយសាកសពរបស់មនុស្សជាធម្មតាឆ្អឹងតែម្ដងគឺអត់មានសភាពសបែបហ្នឹងទេវាហាក់បីដូចជាមានណាគេម្នាក់ធ្វើអ្វីមួយទៅលើឆ្អឹងហ្នឹងអញ្ចឹងបើយើងមើលទៅលើខុសតាមផ្សេងទៀតដែលគួរឲ្យកត់សម្គាល់នោះគឺទូរស័ព្ទរបស់ Lee Sen-froon អ្នកនរគឺបាន call ទៅកាន់ emergency service រហូតដល់77ដងនៅថ្ងៃទី1ខែមេសានៅម៉ោង4ល្ងាចអ្នកនរអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងជាងនោះទៅទៀតគឺទូរស័ព្ទរបស់ Chris Kramer ហ្នឹងអ្នកនរគឺគេឃើញថាមានការព្យាយាមដាក់ password ចូលទៅក្នុងទូរស័ព្ទហ្នឹងដើម្បី log in ចូលធ្វើអីគេមួយប៉ុន្តែការ attempt ឬក៏ការប៉ុនប៉ងហ្នឹងគឺវាអត់បានសម្រេចទេដោយសារតែការដាក់ password ហ្នឹងគឺវាខុសអញ្ចឹងមិនគេឆ្ងល់ថាវាមិនអាចជាទង្វើរបស់ Chris Kramer បានទេព្រោះដោយសារតែ Chris Kramer គឺជាម្ចាស់ទូរស័ព្ទហ្នឹងអញ្ចឹងបើសិនជាគាត់ចង់ធ្វើគេមួយគាត់ដឹង password តែអីបានមានការប៉ុនប៉ងចង់ log in ចូលទៅក្នុងទូរស័ព្ទហ្នឹងហើយនៅក្នុងរូបថតនៅក្នុងទូរស័ព្ទហ្នឹងដែរគេឃើញមានការថតរូបរហូតដល់90សន្លឹកនៅពេលយប់ថ្ងៃទី8ខែមេសាអ្នកទាំងអស់គ្នាតែរូបនោះមានគេទេគឺល្ងឹតសុបមកដល់គ្នាពេលខ្លះទៅឃើញស្លឹកឈើគេចឹងទៅហើយរូបខ្លះទៀតទៅគឺឃើញជាមួយនឹងថង់ផ្លាស្ទិកក៏ដូចជាកញ្ចក់អីគេអញ្ចឹងណាវាប្លែកខ្លាំងមែនតើណាអ្នកនរតែមានរូបមួយដែរដែលបង្ហាញអំពីផ្នែកខាងក្រោយនៃក្បាលរបស់ Chris អ្នកនរហើយគេបានសន្និដ្ឋានថាផ្នែកខាងក្រោយនៃក្បាលរបស់ Chris ហ្នឹងអាចជាកន្លែងដែលត្រូវរងរបួសនៅអ្នកនរដំបូងឡើយអ្នកកាត់ក្តីហ្នឹងគេបានគិតថាវាគឺជាករណីឃាតកម្មអ្នកនរតែចុះចូលឡើងគេបាននិយាយថាវាគ្រាន់តែជាឧបទ្ទវហេតុដែលកើតឡើងក្នុងពេលដែលពួកគាត់ធ្វើដំណើរនៅក្នុងព្រៃហ្នឹងតែប៉ុណ្ណោះតែមកដល់ឥឡូវក៏មានការវែកញែកខិតតែច្រើនដែរតើតើជាមួយនឹងរឿងហ្នឹងអញ្ចឹងយើងចាំមើលមកថានឹងមានរឿងអីកាត់ឡើងដល់អ្នកតែគាត់ថា case ហ្នឹង10ឆ្នាំហើយអត់តន់ទៅណាទេវាគ្រាន់តែជាឧបទ្ទវហេតុដូចជាគេនិយាយ